សោះហើយអាចឆ្ងាញ់ហើយសាចាជម្រាបសួរពុកម៉ែបងប្អូនចាពុកបងប្អូនបានក្បាលវីដេអូអញ្ចឹងថ្ងៃនេះគឺស្លោប្រហើចាអញ្ចឹងថ្ងៃណាដែលបងប្អូនមានអារម្មណ៍ថាអស់កម្លាំងលហិតលហើយដូចរៀងខ្វះគ្រាប់ឈាមគ្រាប់អីចាកំឡុងអសោះចាបន្លែផ្ទីស្លឹកបាសស្លឹកអីយើងហ្នឹងគឺពោពេញដោយចាវីតាមីនជំនួយគ្រាប់ឈាមចាអញ្ចឹងថ្ងៃនេះគឺចាំម្ដាយនាងខ្ញុំគាត់ស្លោប្រហើចាស្លោប្រហើសាច់ឈូកជាមួយនឹងថៃសាបអញ្ចឹងមានបន្លែប្លុកក្រួយផ្ទះគឺមានស្រាប់ចាមានល្ហុងចាមានល្ហុងមានស្លឹកបាសមានស្លឹកផ្ទីចាជាពិសេសគឺស្លឹកប្រទេសចាអូឆ្ងាញ់មែនទែនចាអញ្ចឹងបន្លែប្លុកក្រួយផ្ទះហ្នឹងបេះអញ្ចឹងទៅហើយពោតប្រាំងទិញពិសានៅសល់ក្នុងទូនឹងដាក់ទៀតទៅអូអេមែនទែនចាដូចខ្ញុំនិយាយចាំបងប្អូនអញ្ចឹងអាវីតាមីនអាគ្រាប់ឡើងគ្រាប់ឈាមចាទោះសាច់គោក៏ឡើងអត់លឿនដូចជាស្លឹកបាសស្លឹកផ្ទីចាបន្លែបៃតងនឹងដែរគឺឡើងគ្រាប់ឈាមលឿនមែនទែនហើយប៉ះសិនបងប្អូនចង់ញ៉ាំស្លប្រហើស្លស្លក់ចាស្លក់កូនហ្នឹងចាសូមញ៉ាំចាពេលផឹកចាកំហុបពេលល្ងាចណាព្រោះហ្នឹងពេលល្ងាចវាឡើងគ្រាប់ឈាមខ្លាំងពេលយើងគេងទៅខ្លាចប្របាក់នេះប្របាក់នោះហើយបានម្ទេសអត់សាច់ចិត្តទៀតអូយហល់ហល់នេះតែក្តៅឆ្ងាញ់មែនទែនបងប្អូនអើយចាអញ្ចឹងស្លប្រហើគឺងាយស្រួលក្នុងការស្លទេបងប្អូនចាបងប្អូនចង់ច្រាមប្រហុកក៏បានចាចង់ជ្រុំប្រហុកដាក់ក៏បានចាហើយនេះគឺបើសិនបើអត់ចូលចិត្តឆ្អាបក្លិនត្រីទេចាអាំងត្រីដូចនាងខ្ញុំនេះចាអាំងត្រីមកនេះកូនស្រីខ្ញុំយកឲ្យអ្នកម្ដាយខ្ញុំស្លចាអញ្ចឹងស្លប្រហើនេះគឺស្លពីរមុខបងប្អូនចាមានសាច់ជ្រូកលាយជាមួយនឹងត្រីឲ្យវាមានជាតិណាចាហើយសាច់ជ្រូកបើសិនបើមានបានជាប់ខ្លាញ់តិចផងអូកាន់តែឆ្ងាញ់មែនទែនចាអញ្ចឹងគឺមានល្ហុងមានតឡាចាមានអនងចាយកដាក់គ្រប់មុខមកហើយគ្រឿងខ្ញុំបុកមកបងប្អូនចាមានសឹកសក្រីមានម្ដេងចាមានល្មៀតមានខ្ទឹមចាទើបវាឆ្ងាញ់ចាជាពិសេសស្លប្រហើមានស្លម្ដេងខ្ជាយអធិស្ឋានចាមានខ្ជាយទៅបុកវាធំក្លិនប្រហើគឺឆ្ងាញ់មែនទែនហើយបុកវាឲ្យមុតចាបុកកាន់តែមុតកាន់តែឆ្ងាញ់គឺយើងញ៉ាំទៅកុំឲ្យវាស្កាតទេហើយនេះគេធ្វើទូអាចបុកដែរគាត់និយាយទៅកូនស្រីខ្ញុំគាត់ស្លណាបងប្អូនហើយសាច់ជ្រូកនេះដោយសារតែម្ដាយរៀងខ្ញុំគាត់ដាក់សាច់ជ្រូកមុនដោយសារតែគាត់ថ្មិញគាត់ដាក់អញ្ចឹងគាត់អត់មានថ្មិញក្នុងការទៅពីអញ្ចឹងគាត់មកងាស់សាច់ជ្រូកនឹងតតែរៀងផុយនឹងចង់លួយអញ្ចឹងទៅចាអញ្ចឹងបើសិនតែបងប្អូនមានថ្មិញចាមិនបាច់ងាស់មុនអញ្ចឹងក៏បានដែរចាស្លធម្មតាទៅចាអញ្ចឹងគាត់បងចាបងសាច់ជ្រូកបងអីឲ្យទឹកមកពុះចាបានដាក់ប្រហុកចូលហើយប្រហុកហ្នឹងក៏គាត់ច្រាមដែរដោយសារតែខ្ញុំមានកូនតូចអញ្ចឹងអត់ជ្រុំទេខ្លាចជ្រុំទឹកហើយវាធ្លាក់ឆ្អឹងធ្លាក់អីអញ្ចឹងម្ដាយនាងខ្ញុំគាត់ច្រាមថែមចាអញ្ចឹងទឹកពុះម្សៅទៀតចឹងដាក់ត្រីដាក់អីដាក់ល្មៀតដាក់អីយើងចូលទៅចាអញ្ចឹងស្លប្រហើគឺងាយស្រួលក្នុងការស្លទេបងប្អូនបើសិនបើយើងអាលីងគ្រឿងអាហ្នឹងយើងស្លកកោមិនបានលីងគ្រឿងបើស្លប្រហើគឺយើងដាំទឹកបងចឹងចាហើយដាក់គ្រឿងក្រៅទៅដាក់ម្សៅស៊ុបបន្តិចទៅប៊ីចេងបន្តិចទៅចាហើយស្ករម៉ាក់ម្ដាយនឹងខ្ញុំគឺស្ករប្រើស្ករត្នោតហើយបន្លែយើងដាក់បន្លែណាដែលអត់ងាយលួយមុនចាជាបន្លែខ្ញុំគឺមានច្រើនមុខមែនទែនមានតាំងពីល្ហុងចាទ្រាប់ស្រួយចាតឡាចចាហើយខាងក្រោយទៅមានពោតប្រាំងទៅបងប្អូនចាចាឲ្យគ្រប់វាមកអំពុះទៅចាគឺបានឯងបាច់ដាក់វាលួយពេកទេប៉ះសិនបើយើងអ្នកមានថ្មិញពេញមាត់អីចាបន្លែស្រស់ហ្នឹងគឺវីតាមីនច្រើនវីតាមីនល្អក៏បើវាបាត់បង់វីតាមីនអូយគាត់ឃើញតែប៉ុណ្ណឹងបងប្អូនមានអារម្មណ៍ថាឃ្លានទៀតតែជាពិសេសបានមេឃស្រិចចាហើយប្រទេសញុចទឹកត្រីហល់ទៀតទៅអូយអេមែនទែនចាបងប្អូនមើលឃើញតំណងមានពោតប្រាំងមានបន្លែមានប្លុកគ្រប់មុខចាតំណងមែនទែនអញ្ចឹងស្លប្រហើស្លខ្មែរយើងបងប្អូនគឺញ៉ាំអត់ងាយអត់តឡងអត់ណាយទេចាមួយខែញ៉ាំ3ដង4ដងគឺល្អដល់សម្រាប់សុខភាពចាហើយអានេះគឺទូអាយបងប្អូនចាទូអាយបាត់ដួសមហូបជូនបងប្អូនទស្សនាចាមិនអ្នកថតទេតែអ្នកដួសមហូបញ៉ាំចាចឹងបងប្អូនចាអាចឆ្លដល់ខ្លួនឯងបានចាហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនចាអរគុណជម្រាបលាហើយកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីមានទឹកចិត្តក្នុងការផលិតវីដេអូជូនពុកម៉ែបងប្អូនបន្ត